សួស្តីនិងសូមស្វាគមន៍មកកាន់វគ្គបណ្ដុះបណ្ដាលលើកទី2ស្ដីពីសុវត្ថិភាពលើដងផ្លូវហើយនៅក្នុងមេរៀនថ្ងៃនេះយើងនឹងរៀនអំពីមេរៀនទី2ទាក់ទងនឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនហើយនៅក្នុងមេរៀនទី2នេះយើងនឹងសិក្សាបន្ថែមទៅលើថាតើបញ្ហានេះរីករាលខ្លាំងប៉ុណ្ណាបទពិសោធន៍របស់យើងដោយមានការពិភាក្សាថាតើជាតិអាល់កុលមានឥទ្ធិពលអ្វីខ្លះទៅលើរាងកាយរបស់យើងហើយមានផលប៉ះពាល់នៃគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងញៀនដល់កម្រិតណាទាក់ទងនឹងសមាជិកគ្រួសារហើយប៉ះពាល់ទៅដល់សេដ្ឋកិច្ចយើងដូចម្តេចយើងក៏មានជាវីដេអូនិងមានជាតាក់ទងទៅនឹងច្បាប់ពិន័យផ្សេងបើសិនជាយើងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងយុទ្ធសាស្ត្រតាក់ទងនឹងការកាត់បន្ថយក្នុងស្ថានភាពស្រវឹងផងដែរហើយនៅចុងបញ្ចប់នៃមេរៀននេះយើងក៏មានជាសំណួរដែលឲ្យអ្នកទាំងអស់គ្នាជ្រើសរើសសំណួរត្រូវឬក៏ខុសចូលដល់ចំណុចបន្ទាប់យើងដឹងហើយតើគ្រោះថ្នាក់ប៉ុន្មានភាគរយដែលបណ្ដាលមកពីការបើកបរគ្រឿងស្រវឹងច្រើនជាង1/4នៃគ្រោះថ្នាក់ចរាចរណ៍របស់យើងគឺទាក់ទងទៅនឹងគ្រឿងស្រវឹងគ្រោះថ្នាក់ជាតិស្រវឹងភាគច្រើនកើតឡើងនៅពេលយប់ហើយជាពិសេសកើតឡើងចំពោះអ្នកដែលបើកបរមានវ័យក្មេងអាយុចន្លោះពី18ឆ្នាំដល់35ឆ្នាំដោយសារតែពួកគេឧស្សាហ៍ចេញទៅក្រៅនៅពេលយប់ហើយបើកបរបន្ទាប់ពីពិសារគ្រឿងស្រវឹងហើយចំណុចបន្ទាប់យើងនឹងសិក្សាអំពីទៅលើសំណួរអ្នកទាំងអស់គ្នាអាចពិភាក្សាទៅលើសំណួរថាតើមានប៉ុន្មានអ្នកក្នុងចំណោមពួកយើងដែលដឹងថានរណាម្នាក់បានបើកបរឬជិះយានជំនិះពេលស្រវឹងប្រហែលជាមិត្តភ័ក្តិសមាជិកគ្រួសារឬសូម្បីតែអ្នកហើយការបើកបរអន់ថយមិនអាស្រ័យទៅលើប្រភេទជាតិអាល់កុលនោះទេប៉ុន្តែវាជាចំនួននៃជាតិអាល់កុលដែលយើងបានពិសារនៅក្នុងប្រទេសកម្ពុជាកម្រិតជាតិអាល់កុលសមស្របសម្រាប់ការបើកបរគឺជាតិអាល់កុល 0.50 ក្រាមក្នុង1លីត្រឈាមនិង 0.25 មីលីក្រាមក្នុង1លីត្រខ្យល់ហើយវាមានសារៈសំខាន់ណាស់ក្នុងការយើងយល់ដឹងអំពីឥទ្ធិពលនៃគ្រឿងស្រវឹងរបស់មនុស្សខុសៗគ្នាបរិមាណជាតិអាល់កុលក្នុងឈាមគឺមិនអាស្រ័យទៅលើស្រាបៀរមួយដបនោះទេគឺអាស្រ័យទៅលើមនុស្សដែលទៅលើអ្នកដែលពិសារគ្រឿងស្រវឹងខុសៗគ្នាទៅតាមនឹងដែរហើយយើងមានកត្តាជាច្រើនដែលមានឥទ្ធិពលដែលមានជាតិអាល់កុលក្នុងឈាមរបស់មនុស្សខុសៗគ្នាហ្នឹងគឺអាចមានដោយសារកត្តាទម្ងន់ភេទភាពខុសគ្នានៃបរិមាណក្នុងខ្លួននិងការរំលាយអាហារមេតាបូលីសការទទួលទានអាហារការផឹកនៅលើពោះទទេដែលនាំឲ្យស្រូបយកជាតិអាល់កុលបានលឿនហើយចំណុចចុងក្រោយគឺជាពេលវេលាដែលជាតិអាល់កុលត្រូវបានរំលាយតាមពេលវេលាផងដែរទាំងអស់នេះគឺជាចំណុចដែលការស្រូបជាតិអាល់កុលខុសៗគ្នារបស់មនុស្សម្នាក់ចូលដល់ចំណុចបន្ទាប់គឺយើងនឹងមានជាការពិភាក្សាដែលយើងដឹងហើយថាការផឹកជាតិអាល់កុលមួយកែវក៏អាចធ្វើឲ្យជាតិអាល់កុលហ្នឹងប៉ះពាល់ទៅដល់រូបយើងផងដែរហើយការប៉ះពាល់ទាំងនោះគឺមានដូចជាពេលវេលាឆ្លើយតបយឺតការសម្រេចចិត្តមិនល្អការសម្របសម្រួលខ្សោយការផ្ដោតអារម្មណ៍ខ្សោយនិងការវិនិច្ឆ័យនឹងចក្ខុវិស័យខ្សោយផងដែរអញ្ចឹងនៅក្នុងចំណុចនេះយើងមានសំណួរពិភាក្សាមួយដែលចង់ឲ្យអ្នកនរគ្នាពិភាក្សាថាតើអ្នកណាអាចប្រាប់បានថាការពិសារគ្រឿងស្រវឹងមានផលប៉ះពាល់អ្វីខ្លះទៅលើសមត្ថភាពរបស់អ្នកក្នុងការជិះឬក៏បើកបរអរគុណអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់ទៀតគឺយើងក៏មានជាសំណួរដែរហើយមុននឹងដល់សំណួរយើង
មានជាចំណុចមួយចំនួនថាតើអ្នកគិតថាអ្នកណាខ្លះនឹងរងឥទ្ធិពលពីអ្នកបើអ្នកបើកបរពេលស្រវឹងយើងចង់ឲ្យអ្នកនរគ្នាគិតថាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនអ្នកឬក៏អ្នកដទៃនោះទេប៉ុន្តែវាអាចប៉ះពាល់ដល់ក្រុមគ្រួសារដែលមានសមាជិកច្រើនផងដែរដែលជាពិសេសគឺអ្នកដែលពួកគាត់ជាបង្គោលរបស់គ្រួសារតែម្ដងហើយតើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើអ្នកជួបឧបទ្ទហេតុដែលកើតឡើងចំពោះរូបអ្នកតើអ្នកនឹងត្រូវទុកក្នុងស្ថានភាពបែបណាបើអ្នកនឹងត្រូវមើលថែពួកគាត់ហើយអ្នកគឺជាអ្នកដែលផ្គត់ផ្គង់ទៅដល់គ្រួសាររបស់អ្នកអញ្ចឹងនៅក្នុងចំណុចហ្នឹងយើងក៏មានសំណួរដែរតើអ្នកណាខ្លះអាចរងផលប៉ះពាល់នៅពេលដែលនរណាម្នាក់បើកបរក្នុងស្ថានភាពស្រវឹងនិងបង្កគ្រោះថ្នាក់តើវាអាចប៉ះពាល់ដល់គ្រួសាររបស់អ្នកបងប្អូនរបស់អ្នកឬក៏អ្នកជាពិសេសដែរឬទេអញ្ចឹងចូលដល់ចំណុចបន្ទាប់យើងក៏នឹងមានជាវីដេអូសម្រាប់ឲ្យអ្នកទស្សនាបន្ថែមតែគាត់មិនបានមកទេអញ្ចឹងសូមឲ្យអ្នកទស្សនាវីដេអូនេះปกติก็ตื่นเช้าแต่วันนี้ตื่นเช้าเป็นพิเศษวันนี้ลูกชายจะขับรถมาจากกรุงเทพมาเยี่ยมค่ะเลยรีบลุกขึ้นมาทำกับข้าวเนี่ยของชอบของเขาทั้งนั้นนี่คงใกล้ถึงแล้วสวัสดีครับแม่นี่กินเหล้ามาเหรอกินหึงใช่เนี่ยผมขับรถไปชน10 ล้อที่จอดอยู่ครับนี่เป็นยังไงบ้างลูกผมไม่ได้เสียชีวิตทันทีหรอกนะครับตายระหว่างนำส่งโรงพยาบาลป่ะไม่ต้องพูดละเข้าไปกินข้าวข้างในแม่ทำกับข้าวไว้เยอะแยะเลยแม่ครับผมขอโทษครับแล้วจะไม่กินข้าวด้วยกันก่อนเหรอลูกชายของคุณแม่เสียไปหลายปีแล้วแต่ในวันนี้ของทุกปีเธอก็ยังคงตื่นแต่เช้ามาทำกับข้าวรอลูกชายมาทานด้วยกันดื่มไม่ขับกลับบ้านปลอดภัยចឹងវីដេអូបានបញ្ចប់ហើយនៅក្នុងវីដេអូនេះយើងឃើញថាដែលបានរៀបចំអាហារឲ្យកូនរបស់គាត់ជារាល់ថ្ងៃនៅថ្ងៃដែលគាត់បានស្លាប់ហើយយើងปกติก็ตื่นเช้าแต่วันนี้ตื่นเช้าเป็นพิเศษខ្លួនគាត់នឹងបង្ហាញការគោរពចំពោះម្ដាយរបស់គាត់ទេហើយគាត់បានផឹកស្រាวันนี้ลูกชายจะขับรถมาจากกรุงเทพมาเยี่ยมค่ะเลยรีบลุกขึ้นมาทำกับข้าว
ចំណុចបន្ទាប់យើងនឹងទៅមើលទៅលើការផាកពិន័យអញ្ចឹងគួររំលឹកអ្នកទាំងអស់គ្នាថាការបើកបរដោយគ្រឿងស្រវឹងមិនគ្រាន់តែប៉ះពាល់ដល់អាយុជីវិតនោះទេតែវាជាការសំខាន់ណាស់ដែលយើងត្រូវដឹងអំពីការផាកពិន័យដែលកើតមានឡើងនៅពេលដែលយើងស្ថិតនៅក្រោមឥទ្ធិពលនៅក្រោមការបើកបរក្នុងឥទ្ធិពលស្រវឹងការផាកពិន័យចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងកម្រិត 0.5 មីលីក្រាមមីលីលីត្រហើយភាគច្រើនគឺវាប្រហែលជាស្រាបៀរមួយកំប៉ុងកន្លះដែលវាអាចប្រហែលទៅលើកម្រិតដែលនៅក្នុងជាតិស្រវឹងហ្នឹងហើយនៅក្នុងហ្នឹងយើងមានជាការផាកពិន័យ250សម្រាប់អ្នកជិះម៉ូតូត្រូវបានពិន័យហើយចំពោះអ្នកមានបើកបររថយន្តធុនតូចឬក៏ធំត្រូវពិន័យចំនួន$500និង$1000គឺអ្នកបើកបររថយន្តដឹកទំនិញធុនធំហើយចំណុចបន្ទាប់ទៀតគឺយើងនឹងមើលទៅលើ Driving under the influence of alcohol and drugs takes lives and destroys families. It is illegal, reckless, and selfish. But do we understand why it is so dangerous? Alcohol affects many of the abilities we need to be safe on the roads. The drunk driver often forgets to wear seatbelts, shows an overconfidence in his driving ability, resulting in speeding. Alcohol causes loss of balance and reduced vision of the driver, failing to clearly see other drivers, pedestrians and cyclists. Alcohol also slows reaction time, reducing the time and space we need to prevent collisions. Alcohol affects our brain and physical abilities in many ways. After only 1 or 2 drinks, we may immediately experience blurred vision, difficulty to move, and slower reaction times. As a general rule, if you drink, don't drive. No matter how experienced or skilled a driver you are, there is simply no excuse for getting behind the wheel when you're drunk. And beware, there is no quick fix. Studies reveal that coffee, sugar or energy drinks are not going to restore your ability to safely operate your vehicle. If you're alone, find a sober designated driver or a taxi to take you home. Share roads safely and responsibly. Don't drink then drive. Visit the website arrivealive.co.za for more information on the threat of drunk driving to road safety. Driving under the influence of alcohol and drugs takes lives and destroys families. It is illegal, reckless, and selfish. But do we understand why it is so dangerous? Alcohol affects many of the abilities we need to be safe on the roads. The drunk driver often forgets to wear seatbelts, shows an overconfidence in his driving ability, resulting in speeding. Alcohol causes loss of balance and reduced vision of the driver, failing to clearly see other drivers, pedestrians and cyclists. Alcohol also slows reaction time, reducing the time and space we need to prevent collisions. Alcohol affects our brain. ចឹងនេះជាចំណុចបន្ទាប់ដែលយើងនឹងមានជារឿងមួយចំនួនដែលយើងត្រូវធ្វើដើម្បីសម្រេចចិត្តដោយសុវត្ថិភាពនិងជៀសវាងការបើកបរដោយពិសាគ្រឿងស្រវឹងទី1សូមរក្សាភាពស្ងប់ស្ងាត់រៀបចំផែនការជាមុនឧទាហរណ៍បើសិនបើអ្នកដឹងថាអ្នកផឹកស្រាសូមទុកសោយានយន្តរបស់អ្នកនៅផ្ទះទី2អ្នកអាចជិះទៅជាមួយគេឬជួលអ្នកបើកបរជួលអ្នកទៅកាន់ទិសដៅណាមួយទី3អ្នកអាចស្នាក់នៅកន្លែងណាមួយយប់បើសិនបើអ្នកមិនអាចទៅផ្ទះដោយសុវត្ថិភាពបានទាំងនេះគឺជាគន្លឹះសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែ
រៀបចំមុននឹងអ្នកទាំងអស់គ្នាមានគម្រោងវិស័យគ្រឿងស្រវឹងផងដែរដើម្បីធានាសុវត្ថិភាពរបស់អ្នកនិងអ្នកនៅជុំវិញខ្លួន ហើយដល់ចំណុចបន្ទាប់នេះគឺយើងមានជាការហូតយើងនឹងមានជាកម្រងសំណួរយើងគឺមានត្រឹមត្រូវឬក៏មិនត្រឹមត្រូវហើយអ្នកទាំងអស់គ្នាអាច scan QR នេះបានដើម្បីចូលទៅកាន់កម្រងសំណួររបស់យើងឬក៏យើងនឹងមានជាបង្ហាញនៅក្នុង slide បន្ទាប់អញ្ចឹងយើងមានជា5សំណួរអញ្ចឹងសំណួរទី1គ្រឿងស្រវឹង1ឬ2កំប៉ុងនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបើកបរដោយសុវត្ថិភាពទេត្រឹមត្រូវឬក៏មិនត្រឹមត្រូវគឺមិនត្រឹមត្រូវទេហើយសំណួរទី2គ្រឿងស្រវឹងធ្វើឲ្យអ្នកបាត់បង់សមត្ថភាពក្នុងការវាស់វែងល្បឿននិងចម្ងាយថាតើត្រឹមត្រូវឬក៏មិនត្រឹមត្រូវសំណួរនេះគឺត្រឹមត្រូវហើយដល់សំណួរទី3គ្រោះថ្នាក់ភាគច្រើនដែលបង្កដោយគ្រឿងស្រវឹងគឺមិនធ្ងន់ធ្ងរទេសំណួរនេះមិនត្រឹមត្រូវទេភាគច្រើនគឺគ្រោះថ្នាក់ចរាចរណ៍ដោយគ្រឿងស្រវឹងគឺអាចធ្វើឲ្យអ្នកទាំងអស់គ្នានិងអ្នកនៅជុំវិញខ្លួនបាត់បង់អាយុជីវិតសំណួរទី4ថាតើការប្រើប្រាស់កម្មវិធីស្វែងរកអ្នកបើកបរឬកម្មវិធីដែលអ្នកអាចជិះទៅជាមួយអ្នកដទៃគឺជាវិធីងាយស្រួលមួយដើម្បីជៀសវាងការបើកបរក្នុងស្ថានភាពស្រវឹងដែរទេត្រឹមត្រូវឬក៏មិនត្រឹមត្រូវសំណួរនេះគឺត្រឹមត្រូវអ្នកអាចរៀបចំផែនការមុនថាបើសិនអ្នកគិតថាអ្នកនឹងពិសាគ្រឿងស្រវឹងថ្ងៃនេះអ្នកគួរតែត្រៀមខ្លួនថាអ្នកគួរតែមានជាកម្មវិធីមួយដែលអាចយើងដូចជាកម្មវិធី Grab ឬក៏យើងអាចឲ្យអ្នកបើកបរទៅបើកបរជំនួសយើងហើយយើងអាចជាអ្នកដែលនៅក្នុងជិះពីក្រោយពួកគាត់ផងដែរហើយសំណួរចុងក្រោយគឺតកតងថាតើការបើកបរបន្ទាប់ពីវិសាគ្រឿងស្រវឹងត្រឹមតែធ្វើឲ្យអ្នកបើកបរតែម្នាក់ប្រឈមមុខនឹងហានិភ័យតែប៉ុណ្ណោះសំណួរនេះគឺមិនត្រឹមត្រូវទេគឺវាអាចធ្វើឲ្យមនុស្សជាច្រើនទទួលហានិភ័យដូចជាខ្លួនយើងអ្នកនៅជុំវិញខ្លួនយើងគ្រួសាររបស់យើងដែលពួកគាត់អាចបាត់បង់អ្នកដែលជាការផ្គត់ផ្គង់ទៅឲ្យពួកគាត់ផងដែរអញ្ចឹងនៅក្នុងនេះសំណួរទាំង5នេះគឺយើងបានបញ្ចប់ហើយយើងក៏បានបញ្ចប់វគ្គបណ្ដុះបណ្ដាលមេរៀនទី2ផងដែរអញ្ចឹងយើងត្រូវគោរពអាយុជីវិតសូមកុំពិសាគ្រឿងស្រវឹងនិងបើកបរហើយក៏សូមអរគុណអ្នកទាំងអស់គ្នាហើយសូមអបអរសាទរការបញ្ចប់មេរៀនទី2នៃវគ្គសិក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងអរគុណ